ហើយម្ដងទៀតអ្នកទាំងអស់គ្នានេះគឺចង់បង្ហាញអំពីសួនច្បារទូចមួយរបស់ពួកខ្ញុំនៅក្នុងរដូវ Summer នេះហើយក្នុងសួនច្បាររបស់ពួកខ្ញុំនេះគឺមានផ្កាច្រើនមុខដែលស្វាមីខ្ញុំគាត់បានដាំចម្រុះចឹងណាអញ្ចឹងទៅដល់ពេលវាចេញមកមួយហើយវាចាប់ដើមសពោនៅក្រោយទៅវាចេញមកមួយទៀតពណ៌ផ្សេងៗគ្នាចឹងណាមានន័យថាច្រើនប្រភេទមិនមែនមានតែមួយប្រភេទទេនេះគឺជាផ្កាដែលទើបតែចេញមកពីរដូវក្តៅនេះហើយពួកយើងក៏មានដាំជាផ្លែឈើនៅក្នុងសួនច្បាររបស់ពួកយើងដែរដូចជា Strawberry នៅក្នុងខែក្តៅនេះដែលវារួចរាល់ក្នុងការហូបដូចអ្នកនរគ្នាមើលឃើញក្នុងវីដេអូនេះអញ្ចឹងប៉ុន្តែពួកយើងដាំផ្លែឈើច្រើនមុខដូចជាប៉ោមសេរីឬក៏ Strawberry ឬក៏ Blueberry ចឹងណាហើយមានតែពាំងម្ជូរផងដែរចាខ្ញុំថតនៅក្នុងវីដេអូផ្សេងដូចជាឥឡូវនេះអួតតិចតួចអំពីផ្កាដែលស្រស់ស្អាតក្នុងសួនច្បាររបស់ពួកខ្ញុំហើយចឹងទៅចង់ចែកលេងអ្នកនរគ្នាថាតើ Summer នៅទីនេះស្អាតប៉ុណ្ណានៅក្នុងផ្ទះរដូវក្តៅរបស់ពួកយើងហើយក៏អរគុណសម្រាប់អ្នកតាមដានចូលមើលវីដេអូរបស់ពួកយើងហើយខ្ញុំនឹងចែករំលែកវីដេអូសប្បាយៗនិងធម្មជាតិស្រស់ស្អាតនៅរដូវ Summer នៅប្រទេសដេណឺម៉ាកនេះឲ្យអ្នកទាំងអស់គ្នាបានស្គាល់និងបានឃើញថាវាស្រស់ស្អាតប៉ុណ្ណានៅពេលវាបើកថ្ងៃនៅពេលខែរដូវក្តៅចឹងអរគុណច្រើនជូនពរសុខសប្បាយទាំងអស់គ្នាកុំភ្លេច